គិតមើលសប្ថ្ងៃកំពីដីកាមានច្រើនតាមដាវវត្តអារាមប៉ុន្តែខ្វះអ្នកដែលទៅពិចារណាសិក្សារៀនសូត្រពេលខ្លះមនុស្សរៀនធម៌នឹងក៏ដោយសប្បាយក្នុងការរៀនធម៌ប៉ុន្តែរៀនក្រៅពីបត្រៃដីកក់ជាដើមដែលជាធម៌តាក់តែងក្រោយរបស់អ្នកប្រាជ្ញប្រកបដោយទិដ្ឋិខ្លះអ្នកប្រាជ្ញដែលមាននៅទិដ្ឋិល្អខ្លះនិងអ្នកប្រាជ្ញដែលមានទិដ្ឋិតខ្លួនខ្លះអញ្ចឹងសភៅដែលយើងយកមកអានសប្ថ្ងៃនេះគឺជាទស្សនៈរបស់អ្នកប្រាជ្ញលោកចងក្រងនិពន្ធប៉ុន្តែព្រះត្រៃដីកក់មិនមែនជាទស្សនៈទេព្រះត្រៃដីកក់ជាពុទ្ធដីកាជាពាក្យដែលប្រកបដោយសច្ចានុភាពរបស់ព្រះរាមាពុទ្ធហើយត្រូវចងក្រងជំនុំតាក់តែងដាក់បញ្ចូលដោយព្រះអរហន្តតេណាស្រោបដើមដោយពិភពជាអរហន្តដែលទាន់នៅព្រះពុទ្ធអង្គរហូតដល់500អង្គក្រោយមកមានទុតិយសង្កេយនាតតិយសង្កេយនារហូតដល់សង្កេយនាទី8ទី9គឺថាសឹកតែជាព្រះអរិយបុគ្គលលោកទៀងផ្ទាត់ជាសភៅជាគម្ពីរដែលអ្នកអស់កិលេសទៀតប៉ុន្តែខ្វះអ្នកយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រតែសប្តាហ៍នៅសល់ពាក្យ 84000 បឋមខណ្ឌ 82000 ជាពុទ្ធដីកា 2000 បឋមខណ្ឌទៀតជាថេរដីការបស់ព្រះអរហន្តរួមនៅក្នុងព្រះត្រៃបិដកទាំង 84000 បឋមខណ្ឌប៉ុន្តែពាក្យរបស់ព្រះរាមាពុទ្ធមនុស្សមើលរំលងមនុស្សច្រើនទៅកាន់យកសភៅដែលជាសភៅប្រកបដោយទិដ្ឋិរបស់មនុស្សសរសេរហើយយកមកអានហើយក៏ប្រកាន់ទស្សនៈផ្សេងគ្នាយើងក៏លេខមើលសង្គមយើងបច្ចុប្បន្នសូម្បីតែនៅក្នុងសំណាក់ធម៌តែមួយហើយក៏ដោយអ្នកបួសក្នុងសាសនាតែមួយហើយក៏ដោយក៏នៅបែងចែកជានិកាយហើយបែងចែកជាសំណាក់តូចទៀតដោយប្រកាន់យកពាក្យព្រាហ្មណ៍បដៅរបស់លោកគ្រូបាអាចារ្យខាងនោះប្រកាន់យកពាក្យព្រាហ្មណ៍បដៅរបស់គ្រូបាអាចារ្យខាងនេះព្រោះតែការសិក្សាតាមគម្ពីរដែលអ្នកឯងប្រកបដោយទិដ្ឋិច្រើនគ្នាហ្នឹងឯងហើយមើលរំលងការតាក់តែការពោលនៅពាក្យសច្ចារបស់ព្រះរាមាភិបគឺបត្រៃបិដកជាគោលព្រោះព្រះពុទ្ធអង្គការសម្ដែងថាធម្មជាតិណាកើតឡើងក្នុងលោកនេះមានច្រើនបែបច្រើនយ៉ាងធម្មជាតិនោះកើតឡើងព្រោះបច្ច័យហើយក៏រលត់ទៅវិញព្រោះហេតុនៃការក៏កើតរឿងទាំងឡាយកើតឡើងពីហេតុព្រះតថាគតលោកត្រាស់ដឹងនឹងហេតុបានន័យថារឿងក្នុងលោកនេះមិនមែនសុកទៅកើតឡើងទេព្រោះសត្វតែដើមដូចថ្ងៃហ្នឹងអញ្ចឹងមិនមែនសុកស្រាប់តែមនុស្សមកអង្គុយជុំគ្នារៀបត្រាហើយមានប្រសង់ព្រះអង្គគង់ជាប្រតិបត្តិមានធម៌កថាសម្ដែងពធទេគឺប្រើពីហេតុមុនហូតដាក់តែឲ្យកើតដល់ជាបច្ច័យសប្តាហ៍ព្រះត្រៃបិដកជាគោលយើងគិតមើលសប្តាហ៍កំពីដីកាមានច្រើន